សួស្តីទាំងអស់គ្នានៅក្នុង blog នេះនាំទាំងអស់គ្នាទៅចូលរួមកម្មវិធី Grand Opening Healing Hand Wellness ជាមួយខ្ញុំអ្នកស្រាញ់រុក្ខជាតិគាត់ទៅដល់ព្រាមដាក់ក្បាលវីដេអូរុក្ខជាតិនេះខ្លាំងទាំងអស់គ្នាពេលខ្ញុំទៅដំបូងខ្ញុំស្មានតែចូលខ្ញុំដើរទៅមើលតែកាត់ពិតដល់ពេលខ្ញុំមើលដីមើលអីទៅមិនមែនផងរុក្ខជាតិឡើងស្អាតហើយមែនតើហើយសំខាន់ពណ៌គេកញ្ចក់ខ្ញុំស្តៀងគ្នាទាំងអស់គ្នាហើយអ្នកទាំងអស់គ្នា Healing Hand Wellness ហ្នឹងគឺជា clinic របស់សិង្ហបុរីហើយគាត់មកបើកនៅខ្មែរលើកដំបូងអញ្ចឹងណាគាត់ធ្វើតាក់ទងជាមួយនឹងការព្យាបាលស្ដារឡើងវិញបន្ទាប់ពីពេលដែលយើងគ្រោះថ្នាក់ចរាចរណ៍ឬក៏ពេលដែលរាងកាយរបស់យើងពីធម្មជាតិអីអត់ប្រក្រតីអីចឹងដូចអ្នកខ្លះគាត់មានខ្នងកោងឬក៏ឆ្អឹងរបស់គាត់អីវាជាប់វាអីចឹងទៅគាត់ព្យាបាលឲ្យរូបរាងកាយរបស់យើងហ្នឹងវាល្អប្រសើរជាងពីមុនអីជាដើមអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនៃការព្យាបាលពួកគាត់ហ្នឹងទំនើបហើយមានឧបករណ៍ទំនើបច្រើនណាស់ទាំងអស់គ្នាដោយសារតែក្នុងវីដេអូហ្នឹងខ្ញុំអត់បានថតសម្ភារៈដាក់ហើយនេះគាត់ពីអ្នកប្តីប្រពន្ធសិង្ហបុរីហ្នឹងគាត់ជាអ្នកបើកហើយគ្រួសាររបស់គាត់គឺហ្វីលីពីនកន្លែងនេះថតជាមួយអាជាតិសិនដាក់ក្នុង blog ហើយនៅថ្ងៃហ្នឹងគឺជាធម្មតាខ្សែចិនទាំងអស់គ្នាពួកគាត់ពេលដែលបើកសម្ពោធអីចឹងគាត់ច្រើនណាលោតម៉ងសាយលោតអីចឹងអូយនៅថ្ងៃនោះម៉ងសាយលោតវាយឡើងគាត់ណាម៉ងសាយចប់ឡើងហឹងទៅជីដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងចឹងហើយទាំងអស់គ្នាខ្ញុំជឿជាក់ថាទាំងអស់គ្នាដឹងពីការលោតម៉ងសាយពួកអីនៅខ្មែរយើងពេញនិយមសឹងអីលោតម៉ងសាយអាយពេលចូលឆ្នាំចិនពេលអីជាដើមអីចឹងណាទាំងអស់គ្នាហើយម៉ងសាយគេលោតឡើងខ្ជូតពណ៌លឿងពណ៌ក្រហមអីចឹងណាហើយនៅថ្ងៃសម្ពោធហ្នឹងមានភ្ញៀវមកពីស្ថាប័នច្រើនដែលគាត់ធ្វើការងារតាក់ទងទៅជាមួយនឹងខាងសុខភាពខាងវិស័យសុខាភិបាលនិងក្រុមហ៊ុនឯកជនមួយចំនួនណាហើយជាពិសេសហ្នឹងវត្តមានរបស់ Ambassador សិង្ហបុរីដែលគាត់បានចូលរួមដែរហើយភ្ញៀវកិត្តិយសផ្សេងទៀតហើយមាន influencer មានតារាមានដូចជា Anna អីជាដើមដូចទាំងអស់ទាំងអស់គ្នាឃើញក្នុងវីដេអូហ្នឹងហើយទាំងអស់គ្នាកន្លែងនេះខ្ញុំសោកមែនតើអាកន្លែងហ្នឹងនៅពេលដែលក្បួននៃការលោតម៉ងសាយអញ្ចឹងអាក្រូចក្រហមហ្នឹងគេដាក់សម្រាប់ថាពេលលោតអីចឹងទៅគឺហេងអីចឹងហើយដល់កន្លែងហ្នឹងគេមិនត្រូវពេលលោតហើយគេមិនយកអាក្រូចហ្នឹងយកឲ្យម៉ងសាយបកដើម្បីយកហេងហើយពេលបកហើយគេមិនដាក់លើចានវិញហើយកងមីក្រុមនៃអ្នកលោតម៉ងសាយហ្នឹងគាត់បានប្រាប់ថាឲ្យម៉ងសាយហ្នឹងបកទៅហើយគេធ្វើដូចលក្ខណៈដូចម៉ងសាយបកក្រូចចឹងប៉ុន្តែអ្នកដែលលោតម៉ងសាយហ្នឹងទេអ្នកបកហើយខ្ញុំគិតក្នុងចិត្តខ្ញុំឯណាអានេះក្នុងចិត្តខ្ញុំឯងអ្នកលោតម៉ងសាយហ្នឹងគាត់មិនលោតគាត់កាន់តែម៉ងសាយផងលោតផងអីផងដៃគាត់មិនបែកញើសអីចឹងហើយបន្ទាប់មកកងគាត់យកអាក្រូចហ្នឹងទៅឲ្យម៉ងសាយបកដល់ពេលម៉ងសាយបកដូចទាំងអស់គ្នាឃើញនៅក្នុងចានហ្នឹងចឹងណាដល់ពេលម៉ងសាយហ្នឹងបកហើយគាត់យកមកតម្រៀបវិញដល់ពេលយកមកតម្រៀបវិញហើយពេលថតចប់កងគាត់ប្រាប់ថាចេះក្រូចហ្នឹងចែកគ្នាញ៉ាំយកហេងទៅពេលខ្ញុំវាសោកក្នុងចិត្តខ្ញុំប៉ុន្តែខ្ញុំមិនសោកលឺទេដោយសារនៅកម្មវិធីចឹងណាខ្ញុំសោកក្នុងចិត្តខ្ញុំថាអញដល់កហើយយកក្រូចទៅបកឡើងចេញតាធាមកប្រឡាក់ដៃជោគហើយយកមកទុកហើយកងប្រាប់ថាឲ្យចែកគ្នាញ៉ាំយកហេងខ្ញុំថាអញតែកចោលហើយខ្ញុំសោកទៅខ្លួនខ្ញុំហើយដល់ពេលអាកន្លែងនេះមកដល់ជាន់ខាងលើព្រោះអី clinic របស់គាត់ហ្នឹងនៅជាន់ទី4នៅអាគាររបស់sing specialist ទាំងអស់គ្នាដល់ពេលអញ្ចឹងគាត់ត្រូវមកលោតបើកនៅមុខ clinic ហ្នឹងទៀតដោយសារតែការលោតម៉ងសាយលោតអីហ្នឹងគេយកហេងអញ្ចឹងណាអញ្ចឹងបើលោតនៅខាង